Hello hello ថ្ងៃនេះមានកិត្តិយសមានភ្ញៀវពីស្រុកខ្មែរមកលេងមកទស្សនាចំការឡឹកចំការឡឹកគេដាំឡើងផ្អើលអ្នកស្រុកខ្មែរមកមើលដល់អាមេរិកចិនលៀបដាំចាចិនលៀបដាំមកលឹកម្ដងឡើងផ្អើលអ្នកស្រុកខ្មែរមកមើលធំហ៎នេះធំណាអូយច្រើនមែនតើផ្លែច្រើនណាស់នេះលាក់ខ្លួនច្រើនណាស់ណានេះហើយធំលោកខាងនោះឡើង3 4នេះអូកម៉ាប់ម៉ាប់ឲ្យដាំលើអានេះនឹងហ្មងដាំក្បែរជីកប៉ុងចាដាំក្បែរជីកប៉ុងតែឥឡូវវាផ្លែអាហ្នឹងល្អជាងគេទិញពីផ្សារមកទិញពីគីឡូក្តាប់បន្តទៀតហើយណាក្រោយលពឹសជាងហ្នឹងតិចទៀតមកណែអាយ៉ូណែនេះគេហៅលពឹសដៃផ្ទៃឆ្អែតណាខាងនោះក៏ធំដែរនោះលាក់ពេញនៅក្នុងស្លាបរៀងនេះយេអូនេះទៀតអាយ៉ូសบายចិត្តដែរផ្លែឡើងធំមកហើយនេះអូអត់ទេខាងនោះធំណាធំជាងទៀតហ៎ហើយទៅថាចាំរៀបថាលក់អាឡឹកហ្នឹងដើម្បីយកលុយទិញសម្បត្តិយន្តហោះទៅលេងស្រុកខ្មែរហ៎ដាំតែប្រហែលប្រហែលជា20ដើមប៉ុន្តែដាក់គ្រាប់ប្រហែលជា50គ្រាប់តែដល់ប្រហែលជាជិត50យើងក៏មើលឥឡូវមើលមុខថតគ្នាទៅថតមកនាំមិត្តភក្តិមើលនៅចំការឡឹករបស់ចិនលៀបចំការឡឹកគេឡើងលោអញ្ចឹងដាំតែមកដើមក៏បានផ្លែលក់មួយម៉ានឃើញឡឹកធំហ្នឹងណាល្អខ្លាំងណាជីកំប៉ុងហ្នឹងចុះបើដាំតាមគល់ជីកំប៉ុងហ្នឹងអត់មានតកៅទេណាចាមានតែហាក់ដែរស្រេចតែដែរអីទេដែរបាញ់ថ្នាំអីទាំងអស់គឺធម្មជាតិសុទ្ធសាធហាក់ដែរបានមកមើលគ្នាមកមើលមក surprise ហ្មងគ្នាមកមើលដែរតើមើលដើម្បីយកច្បើងយកអីនេះកលណាដើម្បីយកច្បើងនេះកលកុំឲ្យវាប៉ះដីហ៎មិននេះស្អុយមួយបាទនេះតែវាលួយដោយសារវាជីកប៉ុសពេកហ៎harvest បានហើយអាណាធំមកត្រូវទេគ្រប់75ថ្ងៃអាចបេះបានហើយផ្លែច្រើនណាស់នេះ